បងប្អូនធ្លាប់តែឃើញទូកុននៅក្នុងរឿងតែបានឃើញផ្ទាល់ឥឡូវនេះខ្ញុំបានឃើញផ្ទាល់អូស្អាតបោះកេបងប្អូនអើយដោយសារតែកាលពីថ្ងៃច័ន្ទនេះខ្ញុំបានទៅចូលរួមក្នុងកម្មវិធីមួយរបស់ខាងផលិតកម្មសាស្ត្រាហ្វៀមនៅខាងសបាយស៊ីនេម៉ានៅឯអ៊ីអនមួយក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តថ្មីដែលកំពុងតែចាក់បញ្ចាំងក៏ដូចជាល្បីល្បាញផ្ទុះការវែកញែកខ្លាំងមែនទែនពីប្រជាប្រិយភាពរឿងហ្នឹងដែលមានចំណងជើងថាលាក់សពសង្សារដែល director អ្នកដឹកនាំរឿងក្នុងហ្នឹងគឺជាបងប៊ុនច័ន្ទពេជ្របាទដែលគាត់ធ្លាប់ដឹករឿងជាច្រើនរួមមានរឿងគូស្នេហ៍កំបុតក្បាលដែលធ្លាប់បានចាក់ប្រហែលខែមុនគឺទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនចំពោះរឿងហ្នឹងឥឡូវនេះបានរឿងសមិទ្ធផលថ្មីដែលឲ្យស្នាដៃនិពន្ធដឹកនាំរបស់បងប៊ុនច័ន្ទពេជ្រផ្ទាល់តែម្ដងគឺលាក់សពសង្សារឥឡូវនេះយើងឲ្យឈីងឈីងបាទគាត់ប្រម៉ូទ Facebook មួយមើលបងប្អូនជួយឃើញវីដេអូនេះគឺជួយ like ជួយ share ផងដោយសារខ្ញុំខំឲ្យឈីងឈីងគាត់ប្រម៉ូទ Facebook ហើយឥឡូវនេះគឺបងប៊ុនច័ន្ទនិមលហើយយើងថតតិចតួចទៅរហូតដល់ពេលមួយគឺញ៉ាំបង្អែមរបស់បងខាងបងសុកអេងបង្អែមខ្មែរដោយសារតែខ្ញុំតើដែរតតែលើកនេះគាត់ទុកមកផ្អប់ឲ្យពិតជាអរគុណបងមែនតើមើលទៅមាត់ខ្ញុំដឹងអូឆ្ងាញ់មែនតើបង្អែមគាត់អញ្ជើញមើលមាត់ឈីងឈីងញ៉ាំនេះអូឈីងឈីងពំនៅឲ្យខ្លាចគេដណ្ដើមហើយនៅបងអាយសកណ្ដាលគេដែលគាត់ជា director អ្នកដឹកនាំរឿងផ្ទាល់តែម្ដងបងប្អូនចង់ដឹងតែរឿងនឹងបែបណាមានទៅទស្សនាទាំងអស់គ្នាដោយសារតែរឿងហ្នឹងនិយាយពីស្នេហាវ័យក្មេងមកគូដែលគាត់ស្រឡាញ់គ្នាមែនតើប៉ុន្តែមេបាឪពុកម្ដាយគាត់អត់ពេញចិត្តទេរហូតធ្វើឲ្យគាត់បានចាកឆ្ងាយចេញពីគ្រួសារទៅរស់នៅតែតោតែ2នាក់ជាហេតុបណ្ដាលឲ្យចំណងជើងខាងលើបានលេចឡើងដែលចំណងជើងថាលាក់សពសង្សារអញ្ចឹងគ្នាយើងដែលចង់មើលកុនដែលចំណាប់អារម្មណ៍ក្នុងរឿងហ្នឹងអាចទៅមើលបានចង់ដឹងថាលាក់សពសង្សារហ្នឹងគឺមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងបងប្អូនយើងអាចទៅមើលបានអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនអរគុណ